ផលិតផលនៅទីនេះទោះជាភាសាមិនមែនជាអាហារគោលរបស់កម្ពុជាក៏ពិតមែនប៉ុន្តែគឺជាផលិតផលដែលផលិតនៅក្នុងស្រុកមានតែយើងខ្លាំងមានតែយើងជួយគ្រប់គ្រងគ្នាឯងទេទើបធ្វើឲ្យសេដ្ឋកិច្ចរបស់យើងរីកចម្រើនចំពោះអារម្មណ៍បងថ្ងៃនេះមានអារម្មណ៍ថាសប្បាយខ្លាំងមែនទែនដោយសារតែផលិតផលរបស់យើងជាផលិតផលដែលផលិតនៅក្នុងស្រុកហើយមានការទទួលស្គាល់ពីអតិថិជនដោយសារតែដោតទៅលើតែអាហារខ្មែរតែមួយមុខគត់អត់មានចង់និយាយថាអត់មានផលិតផលបរទេសឬក៏អាហារបរទេសណានៅក្នុងនេះទេផលិតផលនៅទីនេះទោះជាភាសាមិនមែនជាអាហារគោលរបស់កម្ពុជាក៏ពិតមែនប៉ុន្តែគឺជាផលិតផលដែលផលិតនៅក្នុងស្រុកអញ្ចឹងផលិតផលទាំងឡាយណាដែលផលិតនៅក្នុងស្រុកអាចឈានជើងមកក្នុងតាមពិព័រណ៍នេះបានតែយើងអាចនិយាយថា made in Cambodia ឈ្មោះបងដែលបុណ្យបងដែលគេប្រកាសពាក់ព័ន្ធនឹងការតាំងពិព័រណ៍អាហារខ្មែរត្រូវតែខ្លាំងបងមានអារម្មណ៍ថារំភើបមែនទែនដោយសារតែកម្មវិធីពិព័រណ៍មួយនេះមិនមែនគ្រាន់តែការរកប្រាក់ចំណេញទេប៉ុន្តែជាការរួមចំណែកទៅជួយដល់ជនភេសជ្ជៈនៅតាមព្រំដែនហើយក្នុងនាមយើងជាយហោនៅក្នុងស្រុកមួយគឺជាផ្នែកមួយនៃការរួមចំណែកជួយជាតិតាមរយៈការចូលរួមព្រឹត្តិការណ៍ដូចនេះឯងហើយឥឡូវនេះមានការគ្រប់គ្រងខ្លាំងមែនទែននៅ brand ក្នុងស្រុកជាច្រើនមិនមែនតែជាផលិតផលរបស់យើងប៉ុន្តែក្រុមហ៊ុនដទៃនិងកន្លែងផលិតដទៃដែលគាត់មកតាំងពិព័រណ៍ថ្ងៃហ្នឹងក៏មានការគ្រប់គ្រងយ៉ាងផុសផុលពីអតិថិជនរបស់យើងផងដែរចំពោះភ្ញៀវដែលតែងតែសរសើរពីរសជាតិយើងថាឆ្ងាញ់អាដាច់ពីមាត់គឺពាក់ព័ន្ធមួយកត្តាច្រើនមែនទែនឧទាហរណ៍ដូចឃើញជាក់ស្ដែងអញ្ចឹងឥឡូវនេះយើងកំពុងផលិតថ្មីធ្វើថ្មីជូនឲ្យភ្ញៀវមើលជាក់ស្ដែងហ្មងយើងដិតភ្លាមហើយបើនិយាយពីសាច់នំរបស់យើងគឺជាផលិតផលដែលផលិតឡើងដែលស្តង់ដារទុកយូរបំផុតហើយនៅខាងក្រៅដែលអត់អាចមិនខ្លះទេត្រឹមរយៈពេល3ទៅ4ថ្ងៃអញ្ចឹងតក្កណាផលិតផលថ្មីគឺប្រើប្រាស់កាដិតញ៉ាំទៅគឺឆ្ងាញ់ហើយចំពោះគុណភាពគៀងរោគនៅផលិតផលឬក៏វត្ថុធាតុដើមណាដែលផលិតមកធ្វើឲ្យភីហ្សារបស់យើងមានរសជាតិកាន់តែឆ្ងាញ់អញ្ចឹងបន្ទាប់ពីយើងចូលរួមពិព័រណ៍អាហារខ្មែរត្រូវតែខ្លាំងនេះហើយចប់ហើយអ្វីដែលជំហានបន្ទាប់របស់យើងគឺយើងនៅតែបន្តពង្រឹងគុណភាពក៏ដូចជាផលិតនៅអាហារដែលមានប្រកបដោយស្តង់ដារនិងការចែកចាយទូទាំងប្រទេសបច្ចុប្បន្នយើងមានការចែកចាយតែទៅលើទីផ្សារទូទៅដែលមានតែការបោះដុំទៅអ្នកលក់បន្តទូទាំងប្រទេសយើងមានគម្រោងនឹងអភិវឌ្ឍផលិតផលយើងដោយនាំយកផលិតផលយើងគ្រប់មុខទំនិញហើយយើងក៏បង្កើតផលិតផលថ្មីមួយចំនួនដែរដូចភីហ្សារដូវការហៅភីហ្សាតរ៉េនភីហ្សាដែលលាយគ្រឿងស្រាប់ semi final ហ្នឹងដែលសម្រាប់បកបានដឹងសាច់នំដែលយើងវេចខ្ចប់ក្នុង packaging ថ្មីសម្រាប់ដាក់ទៅក្នុងសារទំនើបតាមម៉ាតនិងកន្លែងផ្សេងទៀតជាចុងក្រោយអត់មានអីសំណូមពរទៅកាន់អ្នកគ្រប់គ្រងឬក៏អ្នកប្រើប្រាស់នៅផលិតផលខ្មែរទាំងអស់ទេមានតែយើងខ្លាំងមានតែយើងជួយគ្រប់គ្រងគ្នាឯងទេទើបធ្វើឲ្យសេដ្ឋកិច្ចរបស់យើងរីកចម្រើនព្រោះធម្មតាប្រទេសមួយអាចរីកចម្រើនបានគឺសម្បូរដោយអ្នកផលិតអញ្ចឹងឋានៈអ្នកផលិតកើនឡើងច្រើនលុះត្រាតែមានអ្នកគ្រប់គ្រងដែរអញ្ចឹងក្នុងនាមយើងប្រជាជនយើងផលិតផលក្នុងស្រុកយើងគឺជួយគ្រប់គ្រងមិនត្រឹមតែកើននៅចំណូលជាតិទេកម្លាំងពលកម្មក៏យើងអត់ហ៊ានចេញលុយរបស់យើងគឺវិលជុំនៅខាងក្នុងតែម្ដងហើយបងប្អូនចាប់ពីពេលនេះទៅអ្នកផលិតយើងទាំងអស់មិនថាតាភីហ្សាអូរ៉ាឡាឬអ្នកផលិតផ្សេងជាយើងពង្រឹងគុណភាពក៏ដូចជាស្វែងរកនៅអ្វីថ្មីក្នុងផលិតកម្មរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ឲ្យអ្នកប្រើប្រាស់ក៏ដូចជាតម្រូវការអ្នកប្រើប្រាស់គ្រប់ទីកន្លែងផងដែរ